ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាតើទៅនឹងការដូរទឹកត្រីនិងដូរទឹកខ្យងអញ្ចឹងបងប្អូនហើយបងប្អូនកុំភ្លេចមើលដល់ចប់ផងដោយសារតែការដូរនីមួយៗយើងដាក់ឲ្យគេខ្លះអញ្ចឹងដើម្បីរក្សាទឹករបស់យើងឲ្យល្អឲ្យស្អាតបានយូរឥឡូវបងប្អូនងាកមកមើលទឹករបស់ខ្ញុំវិញហ្នឹងហើយងាកមកមើលទឹករបស់ខ្ញុំវិញហើយទឹកនេះដែរគឺខ្ញុំដូររយៈពេលនិយាយបងប្អូនគ្នា4ទៅ5ថ្ងៃហើយជារួមចូលថ្ងៃនេះវា6ថ្ងៃបងប្អូនទឹកហ្នឹងហើយទឹកនេះគឺថាអត់ទៅស្អាតទេបងប្អូនមើលទៅគឺនេះសម្រាប់ការចិញ្ចឹមត្រីយើងទូទៅយើង3ថ្ងៃដូរតែនេះខ្ញុំឡើងដល់6 7ថ្ងៃតែខ្ញុំបងប្អូន6 7ថ្ងៃអញ្ចឹងទឹកវាឡើងខ្មៅហើយហ្នឹងហើយឥឡូវខ្ញុំធ្វើការចាប់ផ្ដើមបង្ហូរទឹកហើយនេះគឺជាវ៉ានរបស់ខ្ញុំបងប្អូនវ៉ាននេះគឺរឿងតូចបន្តិចតែអត់ជាបញ្ហាទេបងប្អូនគ្នាយើងតូចក៏បានធំក៏បានដែរថាយើងចំណាយតូចវាចំណាយពេលយូរបន្តិចនេះបងប្អូនឃើញហ៎តើទៅហូបភ្លាមគឺទឹកឡើងខ្មៅតែម្ដងបងប្អូនទាំងអស់គ្នាហើយទឹកវាឡើងខ្មៅតែម្ដងអើយតាក់តងវ៉ានប៉ុណ្ណេះបងប្អូនប្រយោប៉ុណ្ណេះគឺហូរត្រឹមតែ10នាទីជាងវាអស់ហើយព្រោះទឹកនេះវាច្រើនដែរអញ្ចឹងណាគឺទៅការពេលយូរតែបើសិនតែអាកន្លែងបង្ហូរទឹកយើងនេះរឿងធំយើងលឿនទេតែនេះយើងរឿងតូចទេបងប្អូនអរគ្នាតូចទេគឺបាទហើយបងប្អូននៅពេលបង្ហូរអញ្ចឹងណាតែតែមានកន្តិចនេះព្រោះកន្តិចឬក៏ផ្លោហើយនឹងកន្តិចចោលអីវាជាប់នឹងទីយោអញ្ចឹងយើងទៅការមើលវាដិតដល់អញ្ចឹងបងប្អូនអរគ្នាហ្នឹងហើយតាក់ទៅនឹងត្រីនេះដែរបងប្អូនបើសិនជាយើងដូរទឹកអត់ដិតដល់ទេដូរទឹកអត់ដិតដល់ទេត្រីនឹងអត់ល្អទេបងប្អូនធំអត់លឿនទេអញ្ចឹងតែយើងងាកតិចដូរទឹកងាកតិចដូរទឹកហ្នឹងដល់ត្រីនឹងធំលឿនហ្នឹងហើយបងប្អូនគ្នាតោះឥឡូវបងប្អូនយើងទៅមើលខ្យងយើងម្ដងឥឡូវយើងទៅមើលខ្យងយើងខាងនោះម្ដងបងប្អូនគ្នាតោះនិយាយសម្អាតឡើងស្អាតហើយណាទេសភាពអូហ្នឹងហើយបងប្អូនឃើញខ្យងខ្ញុំហ្នឹងខ្យងខ្ញុំយើងខានដូរទឹកដែរខ្យងខ្ញុំតោះឃើញអញ្ចឹងណាបងប្អូននេះពងពងទៀតហើយនេះខ្យងនេះពងទៀតហើយបងប្អូនអើយឃើញអត់ពងទៀតហើយតែពងវាធំណាពងវាមិនតូចបងប្អូនបីណានៃខ្យងនេះព្រោះនេះវាចេះពងមិនទេបងប្អូននេះចេះពងណាចុងពូជបន្តិចនេះល្អបងប្អូនខ្យងបើនេះខ្ញុំហូបអស់ខ្លះហើយបងប្អូននេះតែដល់ខ្យងបើនេះគឺពាក់គ្នាបងប្អូនអូពាក់គ្នានេះអត់ល្បេះទេណាវាកាត់ពូជហើយនេះខ្ញុំទៅប្រកាត់ពូជថ្មីចឹងខ្ញុំទៅការក្របវាដើម្បីកុំអោយអាកតិចនេះបងប្អូនខ្ញុំអត់បានធ្វើរបាំងលើអញ្ចឹងអាស្លឹកទឹកដោះនេះមកវាធ្លាក់មកវាចូលក្នុងហ្នឹងធ្វើឲ្យទឹករបស់យើងហ្នឹងអត់ល្អទេធ្វើទឹករបស់យើងហ្នឹងវាខាត់ពូជប្រែពណ៌នេះបងប្អូននេះពងស៊ីបងប្អូនអើយមើលនេះល្អដល់បងប្អូនល្អដល់អានេះពងញ័របងប្អូនហើយអានេះវាចាប់ដើមញ័រហើយបងប្អូនចាប់ដើមញ័រឲ្យឃើញហើយបងប្អូននេះជឿប៉ុណ្ណេះយើងអាចយកភ្ញាស់បាននេះយើងអាចភ្ញាស់ខ្លួនឯងបានហើយភ្ញាស់ខ្លួនឯងបងប្អូនច្រលក់ទឹកមកវាចាប់ដើមញ័រហើយអត់បញ្ហាទេជាមួយខ្ញុំច្រលក់ឲ្យមើលនេះច្រលក់ទឹកតន់មកបងប្អូនគ្រាន់តែច្បាច់ចែនេះតែច្បាច់ចឹងមកគឺញ័រមកហើយឃើញហើយបងប្អូនឃើញហ្នឹងនេះបងប្អូនដាក់វិញទៅអត់អីទេភ្ញាស់វាមកហ្នឹងហើយតើតើនឹងការដូរទឹកខ្យងនេះដែរបងប្អូនគ្នាគឺអត់ពិបាកដូចគ្នាទេហ្នឹងហើយអត់មានអីពិបាកទេបងប្អូនដកតែទៅយោនេះនៅបងប្អូនក៏នៅតែឆ្ងល់ទៅសួរថានេះអាទឹកខ្យងនេះគេដូរមិនហ្នឹងហើយនៅតែសួរខ្ញុំអញ្ចឹងថានឹងដូរមិនអញ្ចឹងហើយពេលខ្លះប្រព័ន្ធនៃការដូរនៃការរៀបចំផ្សេងគ្នាអញ្ចឹងបងប្អូនអ្នកខ្លះទៅក៏ដាក់វ៉ាន់ខាងក្រៅអ្នកខ្លះទៅដាក់ខាងក្នុងអញ្ចឹងទៅតែខ្ញុំនៅដាក់នៅខាងក្នុងចេះស្រួលបងប្អូនគ្នានេះកាន់តែដកអានេះមកអត់មានបាក់ខ្ញុំដកសង្ស័យសោះកុំឲ្យវាទឹកវាប៉ះនេះបងប្អូនទៅនេះមកនេះដកនេះមកអូវឹងឃើញបងប្អូនឃើញអូទៅវឹងទៅមកផ្លែទៅបងប្អូនទៅមកផ្លែអស់ហើយទឹកនេះអូទីមកផ្លែអស់ហើយចឹងយើងទៅក៏ដកអីគេកុំអីខ្យងកុំអីយើងវាទៅក្រៅចឹងបងប្អូននេះដកឲ្យសម្រាប់ឲ្យយើងដយចឹងការរៀបចេះបងប្អូនលឿននេះ
mình đo để pi để ti phong bay ti phong cứ tự là lên như này nó bút chỉ đo tự ấy chẳng tại tao ca đẹp trong mà sai lư dương thì bóng phô này ngày bây giờ đẹp trong lo thôi càng chơi mới dương hơi ho thôi hơi nhómនេះគឺជាការរៀបចំរបស់ខ្ញុំនេះគឺចំណុចដំបូងបងប្អូននេះចំណុចដំបូងជាការរៀបចំក៏ត្រូវបានស្អាតល្អដែរនេះខ្ញុំអត់តាន់បរហួយអស់ទេនឹងហើយបងប្អូនអ្នកតាមហួយអស់ទេដោយសារខ្ញុំផ្ទុកវិនតិចខ្លះបើយើងបរហួអស់ពេកវាធ្លាក់ទៅលើបងប្អូននេះវាធ្លាក់នេះចំថ្មក្រុមវាខូចវាងាប់បែកស្នូកវាអញ្ចឹងធ្វើវានឹងអត់រស់ទេខ្ញុំហួប៉ុណ្ណឹងសិនដោយសារខ្ញុំជាប់បរហួទឹកត្រីរបស់ខ្ញុំអញ្ចឹងបងប្អូននឹងហើយហួទឹកត្រីរបស់ខ្ញុំហើយនេះខ្ញុំអាខ្ញុំសម្រាប់ដាក់ត្រីដែរតែនេះខ្ញុំចាំចកសូឡាផងបងប្អូនចកនេះល្អណាបងប្អូននឹងហើយចឹងចកនេះវាជួយជំនួយត្រីរបស់យើងណាជួយនៃត្រីរបស់យើងឆាប់ធំថត់ខ្យល់របស់យើងធំលឿនអញ្ចឹងបងប្អូនហ្នឹងហើយនេះដាក់មួយតកូនមកចឹងហើយខាងក្នុងនេះដាក់ត្រីខ្លះដែរប្រភេទត្រីក្រាញ់ត្រីអីចឹងតែមានប្រហែលត្រីក្រាញ់ហ៎អញ្ចឹងអត់ចេញមកទេហើយនេះខ្ញុំចាំចកដែរបងប្អូនតែវាអត់តល្អទេបងប្អូនដោយសារតែវាក្តៅពេកហើយខាងក្នុងនេះខ្ញុំអត់បានដាក់ជីទេចឹងទៅការលូតលាស់របស់វាអត់ទៅល្អទេបងប្អូនមើលចកនេះបើសិនខ្ញុំដាក់ជីខ្លះប្រភេទជីអាចគោជីអីចឹងណាវាធំលូតលាស់លឿនតែខ្ញុំអត់បានដាក់ចឹងវាឃើញទិញត្រីបាទនេះខុសគ្នានេះវាអត់មានជីទេតែវាមានអាជាតកួនទេបងប្អូនអាតកួននេះវាស្រូបជីមកពីក្រោមលឿនរើសវាវែងហ៎ចឹងដល់ពេលអាចកនេះប៉ះមើលរើសតកួនវាស្រូបជីវារើសតកួនមកវិញទៀតវាស្រូបតគ្នាចឹងចឹងធ្វើឲ្យចកវាល្អបើខាងនេះអត់ទេអត់ល្អទេបងប្អូនគ្នានឹងឥឡូវយើងទៅមើលត្រីរបស់យើងវិញទៅមើលត្រីរបស់យើងវិញតើយើងហូរដល់ណាហើយព្រោះអានឹងបើយើងមើលអត់តាន់ទេពីស្ទះរត់ហ្នឹងអត់ងាយហូរទេបងប្អូនវារត់វាតិចនេះឃើញបងប្អូនស្ទះបាត់ពីស្ទះបាត់យើងកំតែដកអាខាងក្រៅនេះមកបងប្អូនចឹងបងប្អូនចាំមើលពេលដែលខ្ញុំដូរហ្នឹងហើយឥឡូវខ្ញុំចាប់តាមដូរទៅចឹងចាំមើលដែលពេលដែលខ្ញុំដូរហើយខ្ញុំដាក់ទឹកថ្មីតែត្រូវដាក់គេខ្លះចឹងបងប្អូនកុំភ្លេចតាមដានដល់ចប់ហ្នឹងហើយបងប្អូននៅគ្នាឥឡូវត្រីរបស់ខ្ញុំចាប់ដើមពហូទឹកអីនេះបងប្អូនយល់ថាទឹកត្រីដែងនេះធំណាស់បងប្អូនអើយធំលឿនមែនតើឲ្យតែយើងដូរទឹកដិតដល់បងប្អូនគឺថាពេលតែយើងធំលឿនតែបើមិនយើងដូរទឹកដិតដល់ទេធំយឺតណាស់បងប្អូនត្រីនេះបងប្អូននេះមកហូបមកបីបងប្អូនគ្នាត្រីនេះហើយទៅជួមួយខែតែបានមួយថ្ងៃមួយខែពីរថ្ងៃបងប្អូនត្រីនេះឲ្យយើងដូរទឹកដិតដល់បងប្អូនត្រីគឺថាលឿនណាស់បងប្អូននេះឲ្យយើងដូរទឹកដិតដល់វាធំលឿនតើបងប្អូនចាំតាមដានទៀតខ្ញុំដាក់ទឹកថ្មីចឹងទឹកថ្មីហ្នឹងខ្ញុំដាក់អីគេខ្លះក្នុងនឹងចឹងណាបងប្អូនគ្នាទៅតាមដានហ្នឹងហើយបងប្អូនអ្នកគ្នាឥឡូវខ្ញុំចាប់ដើមដាក់ទឹកថ្មីចូលហើយបងប្អូនអ្នកគ្នាហ្នឹងហើយចឹងនៅពេលដែលដាក់ទឹកថ្មីគឺថាវាមានកម្លាំងលេងមែនតើណាបងប្អូនដោយសារទឹកថ្មីវាធ្វើវាទឹកចាស់ប៉ុន្តែអ្វីដែលយើងខ្វះបានណាបងប្អូននេះគឺជាអំបិលបងប្អូនចឹងអំបិលនេះគឺប្រហែលជា3ខាំអីបងប្អូន3ខាំចឹងនៅពេលដែលដាក់ទឹកថ្មីបងប្អូនកុំភ្លេចរុញអំបិលផងនេះខ្ញុំឲ្យរុញអំបិលទឹកនេះបាទរុញអំបិលវាដាក់ពេញតង់ទៅមកហើយតទៅទៀតបងប្អូនធ្វើការដាក់លាយនេះកលក់ជាមួយទឹកវាជាតិអំបិលហ្នឹងណាវារត់ជាមួយទឹកឲ្យសប់ទៅដើម្បីធ្វើឲ្យត្រីយើងទី1កុំឲ្យមានជំងឺទី2វាបង្កើតជួយខ្យល់អុកស៊ីហ្សែនហើយទី3តាក់ទងនឹងកម្ចាត់ពីកាបូទឹកថ្មីអញ្ចឹងបងប្អូនតែបងប្អូនដាក់វាពេញតង់តែយើងមើលបរិមាណនៃទឹករបស់យើងផងបើទឹករបស់យើងតិចបងប្អូនដាក់អំបិលតិចដែរតែបើសិនទឹកយើងច្រើនបងប្អូនត្រូវការដាក់អំបិលច្រើនដែរបើសិនជាទឹករបស់យើងតិចបងប្អូនដាក់អំបិលច្រើនចឹងត្រីរបស់យើងច្បាស់ជាបាសជើងហើយបងប្អូនអើយអញ្ចឹងបងប្អូនកុំភ្លេចមើលទឹករបស់យើងផងហើយទឹករបស់ខ្ញុំបដូរវា3ម៉ែត្រ4ម៉ែត្រខ្ញុំបដូរវាទៅ4ម៉ែត្របងប្អូនហើយកម្ពស់វាកន្លះម៉ែត្រឡើងលើចឹងខ្ញុំដាក់ទឹកភេកដាក់អំបិលភេកជាអត់ដល់កន្លះគីឡូទេបងប្អូនគ្នាហ្នឹងដល់កន្លះគីឡូទេភេក3ខាំ4ខាំអីចឹងបងប្អូនកុំភ្លេចណាកុំយ៉ាដាក់ទឹកលើសដាក់អំបិលលើសហ្នឹងគឺតែស្មឹងហើយចឹងដាក់ទៅមិនឲ្យសមល្មមជាមួយទឹករបស់យើងចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនគ្នាបាយជម្រាបលា